សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីរបៀប snooze Facebook របស់អ្នកណាម្នាក់រយៈពេល30ថ្ងៃមានន័យថាពេលដែលយើង snooze profile អ្នកណាម្នាក់ពេលដែលពួកគាត់ផុស status គាត់add story ឬក៏គាត់ផុសអីហ្នឹងគឺ Facebook អត់ load notification ឲ្យយើងឃើញទេរយៈពេល30ថ្ងៃអញ្ចឹងវាថាពេលខ្លះយើងឃើញអ្នកនឹងផុសផុសអីដែលមិនល្អអ្វីដែលយើងមិនចូលចិត្តអញ្ចឹងណាអញ្ចឹងយើងអត់សូវចង់ឃើញអ្វីដែលគាត់ផុសហើយព្រោះយើងអត់ចូលចិត្តអ្វីដែលគាត់បង្ហាញនៅលើ social media នៅលើ Facebook ហ្នឹងអញ្ចឹងណាអញ្ចឹងយើងអាចធ្វើតាមវិធីហ្នឹងបានរយៈពេល30ថ្ងៃអញ្ចឹង30ថ្ងៃក្រោយ Facebook នឹងអនុញ្ញាតឲ្យfeed របស់គាត់នឹង load ឲ្យយើងឃើញវិញតែបើសិនជាយើងចង់ដាក់ទៅម្ដងទៀតយើងអាច add ម្ដងទៀតទៅវានឹង snooze គាត់បាន30ថ្ងៃទៀតអញ្ចឹងការអនុវត្តបែបហ្នឹងគឺយើងចូលទៅកាន់ឥឡូវយើងចូលមកកាន់ Facebook របស់យើងបន្ទាប់មកយើងคลิกនៅលើ profile របស់យើងនេះមកឥឡូវខ្ញុំចូល home វិញសិនឥឡូវយើងคลิกលើរូប profile យើងណាឧទាហរណ៍បន្ទាប់មកយើង scroll ចុះមកក្រោមរកពាក្យថា settings and privacy បន្ទាប់មកយើងយកពាក្យថា settings យើង scroll ចុះក្រោមយកពាក្យថា content preference បន្ទាប់មកយើងយកពាក្យថា snooze ហើយ Facebook នឹងបង្ហាញ friend list របស់យើងហើយមានទាំង page មានទាំង group មានទាំងអីមកទាំងអស់ហ្មងហើយបើយើងអត់ឃើញនៅលើហ្នឹងយើងអាច search កន្លែងហ្នឹងទៅដើម្បីឲ្យលឿនអញ្ចឹងណាកុំឲ្យពិបាកយើង scroll យូរអញ្ចឹងនៅលើនេះគេប្រាប់យើងណាថាយើង snooze people page and groups ហ្នឹងបាន30ថ្ងៃអញ្ចឹងពេលគាត់ផុសអីគាត់ធ្វើអី add story គាត់អីវាអត់ load ឲ្យយើងឃើញអត់ឲ្យយើងមានអារម្មណ៍ថាអូយធុញម្នាក់ហ្នឹងផុសហើយផុសអញ្ចឹងណាចឹងឧទាហរណ៍ថាខ្ញុំចង់ select ម្នាក់នៅលើគេហ្នឹងចឹងយើង click លើ snooze នេះមកអូខេហើយដល់ពេលយើងចង់ដកអា snooze ហ្នឹងវិញយើងចង់ឃើញពួកគាត់ធម្មតាវិញយើងចុច end snooze ហ្នឹងមកអញ្ចឹងធម្មតាវិញហើយអត់មានជាប់អីទេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូហ្នឹងបាយបាយ